បងប្អូនទាំងអស់គ្នាមនុស្សយើងណានៅពេលដែលយើងរាប់អានអ្នកណាម្នាក់ឬក៏យើងចិត្តស្និទ្ធជាមួយនឹងអ្នកណាម្នាក់ពេលខ្លះយើងអត់ដឹងពីជំរឿទឹកចិត្តរបស់គេថាតើមនុស្សដែលនៅចិត្តខ្លួនយើងហ្នឹងណាតើគាត់ជាមនុស្សបែបណាគាត់ល្អអត់ហើយគាត់គិតស្មោះត្រង់ល្អជាមួយយើងហ្នឹងល្អដូចអ្វីដែលយើងគិតចំពោះគាត់ដែរអត់ពេលខ្លះយើងល្អមួយគេអស់ពីពោះប៉ុន្តែគេអត់ដែលល្អមួយយើងទេគេតែងតែមានគំនួចមានការលាក់លួចគិតអីមួយមកលើយើងហើយគេរងចាំតែថ្ងៃណាមួយដែលមានឱកាសគឺគេនឹងដាក់ឲ្យយើងនឹងធ្លាក់តែម្ដងអញ្ចឹងបានថាពេលខ្លះបើសិនជាមនុស្សដែលយើងអត់ចូលចិត្តគ្នាឬក៏អត់ត្រូវគ្នាឆ្លោះគ្នាចំតែម្ដងអានឹងវាអត់អីទេប៉ុន្តែខ្លាចតែអាមនុស្សដែលនៅក្បែរខ្លួនយើងស្និទ្ធស្នាលល្អផ្អែមល្ហែមប៉ុន្តែលួចចាក់ពីយើងក្រោយខ្នងឬក៏លួចចាំតែឱកាសនឹងធ្វើបាបយើងអាហ្នឹងគឺពិបាកមែនទែនហ្មងព្រោះអីយើងអត់បានត្រៀមខ្លួនទុកមុនទេហើយយើងក៏អត់ដែលរំពឹងទុកថាបុគ្គលនឹងនឹងមកធ្វើអាក្រក់ដាក់យើងដែរ